បងនេះគឺជារូបរាងខាងមុខរបស់ model TVS ទាំងពីរ model ខាងស្ដាំនេះគឺជាប្រភេទម៉ាស៊ីនធំកម្លាំង 225cc មានប្រើធុងទឹកហើយខាងឆ្វេងនេះគឺជាប្រភេទម៉ាស៊ីនតូចកម្លាំង 200cc អត់ប្រើធុងទឹកបងនេះពេលយើងបញ្ឆេះបើកភ្លើងបងខាងស្ដាំនេះប្រភេទម៉ាស៊ីនធំគឺជាគៀង LED ខាងឆ្វេងប្រភេទម៉ាស៊ីនតូចជាគៀងធម្មតាបងហើយនេះជារូបរាងពីខាងក្រៅបងខាងនេះគឺជាប្រភេទម៉ាស៊ីនតូចខាងនេះជាប្រភេទម៉ាស៊ីនធំបងនេះគឺជារូបរាងពីជំហៀងរបស់ម៉ាស៊ីនធំកម្លាំង 225cc មានធុងទឹកហើយនេះរូបរាងមើលពីជំហៀងរបស់ម៉ាស៊ីនតូច 200cc អត់ប្រើធុងទឹកបងនេះគឺជាតាប់ឡូជាកូដផ្នែកខាងមុខរបស់ TVS ម៉ាស៊ីនធំបងនេះគឺជាផ្នែកខាងមុខរបស់ TVS ម៉ាស៊ីនតូច 200cc បងឡុកម៉ាស៊ីនរបស់កម្លាំង 200cc បងអត់ប្រើធុងទឹកជាផ្នែកម៉ាស៊ីនរបស់កម្លាំង 225cc មានធុងទឹកបងសម្រាប់ TVS មិនថាកម្លាំងម៉ាស៊ីនតូចម៉ាស៊ីនធំបងឆ្អឹងដបូលធំហើយកម្ពស់គឺផុតពីដីស្រឡះងាយស្រួលបងប្រើប្រាស់មិនថាផ្លូវលំបាកផ្លូវទឹកផ្លូវផុកនិយាយទៅស្រឡះផុតពីដីមិនថាម៉ាស៊ីនធំឬម៉ាស៊ីនតូចបងសម្រាប់បងមានតម្រូវការមិនថាកម្លាំងម៉ាស៊ីនតូចឬម៉ាស៊ីនធំបងអាចបញ្ចេញមកមើលនៅតម្លៃចែកចាយ TVS ខាងសាមសុកបានចង់ទិញដាច់ក៏បានវាយដូរក៏បានរំលោះក៏បានសម្រាប់រំលោះបងប្អូនមានលុយចូលរួមចន្លោះ500 800សិក្សាមួយថ្ងៃបងប្អូនមាន 1500 1600ដាក់ភ្លាមយកភ្លាមអត់សិក្សាអ្វីទាំងអស់បងអើយកុំធ្ងរនឹកដូចគ្នាស្អាតនឹកអូនមួយគ្រាបនចូលឆ្នាំថ្មី